សួស្តីបងប្អូនអ្នកគ្នាស្វាគមន៍មកកាន់វីដេអូថ្មីបន្តទៀតអ្នកគ្នានៅក្នុង channel របស់ខ្ញុំ Stay Home សាជាថ្មីបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំមកធ្វើការបង្ហាញបងប្អូនយើងជាមួយនឹងកម្មវិធីថ្មីមួយដែលខ្ញុំមកធ្វើការមករៀនក៏ដូចជាស្វែងយល់ជាមួយនឹងកម្មវិធីមួយហ្នឹងដែលយើងអាចយកទៅបង្កើតចម្រៀងបាទគឺជំនួស Sono បានអញ្ចឹងណាអ្នកគ្នាអញ្ចឹងអានេះគ្រាន់ជាការណែនាំរបស់ខ្ញុំទេខ្ញុំមិនដឹងថាការវាតម្លៃរបស់ខ្ញុំហ្នឹងបាទឬក៏ការណែនាំរបស់ខ្ញុំហ្នឹងវាល្អឬក៏យ៉ាងម៉េចទេអញ្ចឹងខ្ញុំមិនទាន់បានតេស្តវាច្រើនថ្ងៃទេអ្នកនេះទើបតែតេស្តបានប្រហែលជា2ទៅ3ថ្ងៃទេអ្នកនេះណាហើយទើបតែតេស្តបានមកបត់អ្នកនេះតេតងមួយបត់បោះទេតេតងមួយកម្មវិធីមួយហ្នឹងអញ្ចឹងកម្មវិធីមួយហ្នឹងគឺមាននៅក្នុង Play Store អ្នកនេះគឺយើងអាចដោនមក free បានអ្នកនេះហើយចំពោះថ្លៃកម្រងអីបងប្អូនយើងអាចទៅមើលបានពិចារណាបាននៅក្នុងវីដេអូនេះបាទអញ្ចឹងខ្ញុំខានធ្វើវីដេអូនឹងរយៈពេលជិត2ខែអ្នកនេះ2ខែជាង3ខែបាទខ្ញុំខានធ្វើអ្នកនេះបាទអញ្ចឹងបងប្អូនយើងនៅបានគ្រប់ត្រូលខ្ញុំអ្នកនេះបាទកុំភ្លេចមកធ្វើការតាមដានខ្ញុំបន្តទៀតផងដោយសារថាឥឡូវនេះគឺបងប្អូនយើងដែលគាត់ប្រើជាមួយនឹង Sono អីហ្នឹង Sono បានផ្ញើ email មកអ្នកនេះ email មួយហ្នឹងគឺវាបានកំណត់អ្នកនេះបាទចំពោះបងប្អូនដែលគាត់ទិញកម្រង Pro ណាបាទកំណត់នៅក្នុងរយៈពេល1ខែវាឲ្យយើងធ្វើការបង្កើតបានដូចជាបានតា20បតទេអ្នកនេះ20បតឡើងទៅទេ20បត20ទៅទៅ30បតដល់40បតខ្ញុំភ្លេចអ្នកនេះបាទត្រង់ហ្នឹងគឺអធិស្ឋានណាបាទអធិស្ឋានណាមេអ្នកនេះបាទតែហ្នឹងគឺខ្ញុំព័ត៌មានហ្នឹងគឺខ្ញុំអត់ទាន់ច្បាស់ទេអញ្ចឹងអត់ទាន់ហ៊ាននិយាយនៅក្នុងវីដេអូនេះទេបាទអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំគ្រាន់ធ្វើការណែនាំបងប្អូនយើងទេបាទតើតើមួយកម្មវិធីថ្មីបាទហើយឈ្មោះស្តៀងទៅនឹង Sono ដែរអ្នកនេះអញ្ចឹងតើបងប្អូនយើងចូលមកក្នុង Play Store របស់នេះទៅ download កម្មវិធីហ្នឹងទៅបាទខ្ញុំបង្ហាញដោយ free បងប្អូនយើងអាចទៅរកមើលបាននៅក្នុងហ្នឹងបាទអញ្ចឹងកម្មវិធីថ្មីហ្នឹងគឺមានឈ្មោះថា Sona អ្នកនេះបាទ Sona អ្នកនេះបាទឈ្មោះថា So បាទអក្សរ Z អ្នកនេះបាទអក្សរ Z O N A អ្នកនេះអញ្ចឹងកម្មវិធីនេះគឺនៅខាងលើគេនេះបាទនេះអញ្ចឹងកម្មវិធីមួយហ្នឹងគឺនៅខាងលើគេនេះគេដាក់ថា Sona AI ស្វងmarker អីគេនេះ creditor នោះនេះក្នុងហ្នឹងណាបាទអានេះគឺដូចជាក្រុមហ៊ុននេះបាទអ្នកដែលបង្កើតនៅក្នុងហ្នឹងណាគឺមាន5ហ្នឹងបាទអូខេអញ្ចឹងខ្ញុំបង្ហាញតែប៉ុណ្្នឹងទេបងប្អូនយើងតឡើងមកបាទហើយបងប្អូនយើងអាចមកមើលបានជាមួយនឹងតម្រងមកវានេះតម្រងវាស្តៀងទៅនឹង Sono ដែរអ្នកនេះអានេះគឺ Sona អ្នកនេះអធិស្ឋានណាអានេះ Sona មួយទៀត Sono បាទហើយ comment គេក៏ល្អដែរអ្នកនេះអត់អីទេបាទអញ្ចឹងបងប្អូនយើងខ្លះបានស្គាល់ហើយខ្លះក៏មិនតបានស្គាល់ខ្ញុំគាត់ធ្វើការណែនាំប៉ុណ្្នឹងឯងបងប្អូនជួយបែកកម្មវិធីចូលមកបាទអញ្ចឹងបងប្អូនចូលមកដំបូងបងប្អូនយើងធ្វើការបង្កើតចុះឈ្មោះបាទជាមួយនឹង Gmail របស់យើងអ្នកនេះបាទហើយនេះគឺចូលមកដល់គឺវាឲ្យយើងធ្វើការមើលពីកម្រងប្រចាំខែប្រចាំសប្តាហ៍អញ្ចឹងនៅក្នុងនេះគឺវាមានឆ្នាំមានសប្តាហ៍អ្នកនេះបាទមានឆ្នាំមានថ្ងៃឧទាហរណ៍ថាតានេះបងប្អូនយើងមើលនេះ0.85 សេននៅក្នុងមួយថ្ងៃបាទអញ្ចឹងវាមានកម្រងមកវានៅក្នុងហ្នឹងណាបាទហើយខ្ញុំមិនដឹងថាការបង្កើតចម្រៀងចេញពីក្នុង Sona ហ្នឹងបាទគឺយើងអាចយកទៅដាក់ទៅក្នុងក្រុមហ៊ុនដូចជា DistroKid ដូចជា Dito ដូចជា TuneCore ដូចជាក្រុមហ៊ុនផ្សេងៗបានឬក៏អត់ទេខ្ញុំមិនទាន់ដឹងទេប៉ុន្តែខ្ញុំបានបង្កើតបានមួយបទនេះបង្កើតជាបទអង់គ្លេសណាហើយសាច់ភ្លេងដូចទៅនឹងSono Pro នេះបាទដូចទៅនឹង Sono Pro ដូចគ្នាបាទដូចមែនតើបាទខ្ញុំបាន copy style ពីក្នុង Sono Pro ហ្នឹងយកមកដាក់នៅក្នុង Sona ហ្នឹង Sona ថ្មីនេះកំពុងបង្ហាញនេះ copy style នេះ style ចម្រៀងណាដូចជា set pop អីចឹងទៅ R&B rap ចឹងទៅណាកន្លែងហ្នឹងណាយកមកដាក់នៅក្នុងនេះគឺខ្ញុំបង្កើតទៅចេញសាច់ភ្លេងដូចគ្នាបាទសាច់ភ្លេងអីដូចគ្នាបាទដូចជាមួយនឹង Sono Pro ដូចគ្នាដែរជាបទអង់គ្លេសអញ្ចឹងបងប្អូនអាចមកស្ដាប់បានណាបាទខ្ញុំគាត់ឧទាហរណ៍តែមួយបទនេះគ្នាបាទអញ្ចឹងអានេះគឺជាតម្រងវានៅក្នុងតម្រងនេះណាកម្មវិធីហ្នឹងណាគ្នាអញ្ចឹងវាមាន5ចំណុចដូចគ្នាដូចទៅនឹង Sono ដែរបាទចង់ស្តៀងគ្នាបាទចង់ស្តៀងគ្នាដូចបងប្អូនអញ្ចឹងអ្នកនេះបងប្អូនឃើញណាបាទបងប្អូនយើងបានប្រើជាមួយ Sono បងប្អូនដឹងហ៎អញ្ចឹងអា Sona នេះគឺស្តៀងទៅនឹង Sono ដែរបាទឥឡូវគឺខ្ញុំមកធ្វើការបង្ហាញជាមួយនឹងមុខងាររបស់វាជាមួយចម្រៀងរបស់វាដែលខ្ញុំបានបង្កើតបានមួយបទហ្នឹងអញ្ចឹង
nhom còn thơ ca bài hai mà ôn nhớ na nhưng bọn này non ôn dương tại thơ ca tinh cùng rôn thính ấy đây và xem ôn những cái tha trong thơ ca score cho một cầm thi nó ôn trong trận này có trận này thưa từ để sao ôn những cái tha và xem như trận này tức ban trận mới chớn ôn trận này từ bà hãy nhóm có lọc prao cho mình sổ nô đá nhưng ban trận này đá châu trận mình sẽ lật đá nào nhé vì account đó bà mà đo về lời nó cứ nhọ toàn ban cao đôi chân distokit ấy và nhóm ban cả tinh cầm rô distokit ban bay distokit đấy bay account đấy tại sẽ tập ban nhà hàng tặng họ đi account thì mối nó cứ cái bật account hay bây account tiền nó cứ độ lối độ bàn nào đi độ bàn này xa ta ở ban nhà hàng tên này kia bà cho mùi nông pôn độ bàn nó cứ chia bài trái cái tên bao nhiêu tên nào thì bàn mình tiện thông với chromo này anh cứ như cận chẳng ok lấy nhưng mà ở thời ca bài hai bọt chấm riêng nắng hay bọt chấm riêng nó miên ta đo dạ pv đã đặt thì bàn mình lấy nè dạ pv đôi thằng nó số đâu đi thì bàn bộ là những bài hai nhé bà ở một môi là tí chiên ấy trong một ôn dương trong thời ca mưa và to tiết anh mà mưa bàn này cho nên cứ chỉ style bà style để nhóm ban copy pi cái nông style này cứ nhóm ban pi chat GPT đấy là nhóm bậc cao pi chat GPT Pro nào kìa nhóm bậc cao nhóm tình chat GPT Pro cho nhóm chat GPT Pro nó bậc cao style Pro nhóm mà áo ấy bà do chia cho miếng bậc hết năng màu bà này cho mà sân bộ trong gió của do tay bà hay Pro nó thì bà Pro này ở đâu 100 sắp tạo cái hai này cứ chia layer bà layer được có cả hai thà lyric bà lyric nó đi chẳng là nè chia only nó một khởi ấy bà nó cái hai thà layer được có lyric bà là cái hai chân bà tại pizza nhưng mà hai cứ hai layer ok chẳng nước cái nông chuẩn bị nắng cứ những ban giờ ta đặt ở cái nông đi tàu còn muốn đi tàu mà bỏ đấy tại mà đó bây giờ lấy cứ toàn thời ca đi ly thế mà toàn thời ca like thì có chạy từ công hôn thế chạy từ cái nông store thế nơi thế và sân gì ban chốt cháy trong nhóm prep mà bộ những tham tiền nào nè ta này còn chia vậy nhưng mà ăn cả bài bộ dương chẳng này ta lên mà sắp đó đi hay bọt nó cứ miền hậu đo 4 នាទីចុច58សេននេះជាស្រ័យច្រឡំ4នាទីចុច58វិនាទីនេះបងប្អូនមើលនាទីបាននេះបាទ4នាទីចុច58វិនាទីបាទឥឡូវខ្ញុំ play ដល់អ្នកបាទសួរស្ដាប់ដល់អ្នកJust like yesterday, I still miss you. The sun came up without your smile, but I kept waiting for a while. Like somehow you would call my name, and everything would be. This cup is gone away, but memories refuse to fade. Ok này trong bộ những bạn sẽ làm vẫn nè bài nhập like copyright chắc là lô bật cho miệng bảo nhầm nó vì release lại từ không đi tàu tới hay bình trạng tới vía mình copyright mình ai tới bà đại gia là đi tàu nhớ cứ miền cầm sệt bà miền content ID chẳng nè ok chẳng nhom play tập năng sẵn chạm màเราnhom bà hai một những tham địa sẵn bản chắc nó không ní bọn cho lại cái đá cái này thì nè cái đá nè cái đá cái đó bọn cho mà bọn khơi tầm lòng bài này bà cho nó cứ biết giờ riêng tên đang sầu nâu đáy nào thì chắc là ní cứ như một trẻ nó mền sầu nâu thế cứ chỉ sầu na và sầu na nào thì rất ấu ân e bà nhưng mà ăn cho mua cầm thì nó trả được khó hay nào thì chia sẻ bà trong chia sẻ như phòng chắc nên bọn mới vì miền layer mode hay năng start mode ở nè smart mode bà sang smart mode này cứ miền tập pan năng tên này bà cứ miền pan năng một người vào vía bà bọn chuyện này tới bọn này khơi cho môi năng miền cho môi năng random này random miền cho môi năng pro sấy bà miền đôi cái này miền pro miền sấy này thì mời tại này này anh pro anh sấy random nó là tham miền này tầm mấy nhau hiện đang nghe bà hay dân ai này cứ một cái studio bà studio với này cứ like content này cái mà bà trong một cái on này cứ như một toàn thơ ca mà pra thế nào nhé bà toàn thơ ca mà sợ bon pra thế nơi thế ở nhưng mà thơ ca cho đánh layer nè lại lyric nè lyric mode nè bà từ từ năng máu bà từ từ năng máu bộ này khơi nha chẳng lấy nhung miên layer mà bắt bà
ជាមួយនឹងបទអង់គ្លេសប៉ុន្តែខ្ញុំដឹងថាខ្ញុំយកមក generate បានឬក៏អត់ទេអ្នកនាងអត់ទាន់ដឹងអញ្ចឹងណាដោយសារក្រែងលោវាគិត credit អ្នកនាងព្រោះអីក៏លោកញ៉ាំមាន credit គ្រប់គ្រាន់យកមកបង្កើតអញ្ចឹងអ្នកនាងបាទអញ្ចឹងខ្ញុំគ្រាន់ធ្វើការបង្ហាញបងប្អូនយើងទ្រុសទេបាទអញ្ចឹងតែនេះគឺបងប្អូនដឹងស្រាប់ហើយធ្លាប់ប្រើជាមួយនឹង Sono ដឹងហើយតែហ្នឹងគឺយើងធ្វើការបញ្ចូលទំនុកច្រៀងបាទទំនុកច្រៀងដែលគេហៅថា lyric ហ្នឹងបាទហើយនេះគឺយើងធ្វើការបញ្ចូល style បាទ style វាដូចជាបងប្អូនយើងសរសេរតែប៉ុណ្ណេះក៏បានដែរ style វាបើសិនបងប្អូនចង់បានចម្រៀងប្រភេទ set ណា set pop ណាបាទ pop អញ្ចឹងទៅបាទឬក៏បងប្អូនយកបូកជាមួយនឹង R&B អញ្ចឹងទៅបាទនេះក៏ជាវិញឧទាហរណ៍ណា R&B អញ្ចឹងទៅតែប៉ុណ្ណឹងក៏បានដែរមិនចាំបាច់សរសេរអីច្រើនទេអ្នកនាងបាទតែប៉ុណ្ណឹងក៏បានដែរហើយពេលបងប្អូនយើងទៅរើសជាមួយនឹងប្រភេទតន្ត្រីហ្នឹងនៅក្នុងក្រុមហ៊ុនហ្នឹងដូចជា DistroKid ហ្នឹងគឺបងប្អូនបំពេញតាមហ្នឹងទៅដាក់ថា pop R&B ហ្នឹងទៅគឺត្រូវហើយប្រភេទសាច់ play មកវាបាទអញ្ចឹងបងប្អូនខ្ជិលរើសខ្ជិលសរសេរនៅក្នុងនេះខ្ជិលសរសេរនៅក្នុងក៏បានបងប្អូនយើងអាចរើសនៅខាងក្រោមនេះមានពាក្យថា rap បាទមានច្រើននៅក្នុងនេះមាន pop មាន jazz អីគេនេះមាន rock មានEDM បាទនេះ EDM នោះនេះ EDM ប្រភេទបទចម្រៀង remix អីចឹងណាមាន K-pop បាទមាននៅក្នុងមានច្រើនក្នុងហ្នឹងបាទហើយឥឡូវនេះគឺជាចំណងជើងនោះបាទនេះគេដាក់ថា song name ណា song name នេះគឺចំណងជើងនោះនេះហើយបងប្អូនយើងបញ្ចូលរួចរាល់ទៅឥឡូវនេះគឺយើងរើសភេទបាទនេះឥឡូវនេះយើងរើសភេទបាទភេទប្រុសភេទស្រីនោះនេះណានេះឥឡូវនេះភេទនេះភេទប្រុស Melly បាទនេះភេទស្រីហ្នឹងហើយអញ្ចឹងប៉ុណ្្នឹងទេអ្នកនេះអញ្ចឹងការធ្វើបងប្អូនធ្វើបែបហ្នឹងទៅគឺបានហើយចំពោះaccount របស់ខ្ញុំនេះគឺអត់ទាន់បានធ្វើការទិញជាមួយនឹងគម្រោងរបស់កម្មវិធី Sona ហ្នឹងទេនៅទេអញ្ចឹងខ្ញុំអត់ដឹងថាខ្ញុំអាច generate បានឬក៏អត់អ្នកនេះតែឥឡូវគឺខ្ញុំឧទាហរណ៍មួយសិនចាំមើលបានមើលឧទាហរណ៍មួយសិនអ្នកនេះណាបាទអូខេអ្នកនេះបាទឥឡូវគឺខ្ញុំអត់បានបង្ហាញបងប្អូនយើងពីការទៅ copy ពីក្នុងChatGPT ឬក៏ website ផ្សេងៗអីណាខ្ញុំបានទៅបង្ហាញពីរបៀបនៃការដាក់ចូលនៅក្នុងហ្នឹងឯងឥឡូវនេះគឺខ្ញុំបានបញ្ចូល lyric ហើយបាទនេះគឺជា lyric របស់ខ្ញុំហ្នឹងបាទគេហៅថាទំនុកច្រៀងណាបាទដែលឲ្យ AI បង្កើតតាមច្រៀងតាមទំនុកច្រៀងហ្នឹងបាទអញ្ចឹងខ្ញុំបានដាក់ចូលហើយនៅក្នុងនេះគឺមានមុខងារ AI mode ទីនោះនេះ AI mode អញ្ចឹងខ្ញុំអត់បើកប៊ូតុងហ្នឹងទេបាទខ្ញុំអត់ប្រើទេខ្ញុំអត់ដឹងថាមុខងារ AI mode ហ្នឹងមានថាម៉េចទេអញ្ចឹងខ្ញុំអត់ប្រើទេតែខ្ញុំចុចដាននេះមកហើយអានេះគឺខ្ញុំយកជាប្រភេទ set ប្រភេទ slow ណាបាទប្រភេទយឺតណារៀងខ្ទោះណានេះបាទអញ្ចឹងបងប្អូនយើងមើលតាមហ្នឹងដឹងហើយនេះគឺជាចំណងជើងឥឡូវយើងធ្វើការ generate មកបត់សាកហើយខ្ញុំរើសភេទសិននេះឥឡូវនេះគឺយើងរើសភេទបាទខ្ញុំបានបញ្ជាក់បងប្អូនយើងច្រើនហើយនេះយើងរើសភេទឥឡូវខ្ញុំយកភេទប្រុស Melly បាទបន្ទាប់មកខ្ញុំរើសហើយបន្តមកទៀតយើងជិះធ្វើការ generate មកចាំមើលបានអត់អូខេអញ្ចឹងវាឲ្យយើងធ្វើការទិញគម្រោងបាទទិញគម្រោងរបស់វាណានេះវាឲ្យយើងធ្វើការទិញគម្រោងsubscribe ស្អីគេនេះបាទអញ្ចឹងបងប្អូនមើលគម្រោងតាមហ្នឹងទៅណាខ្ញុំអត់ណែនាំបងប្អូនយើងធ្វើការឬក៏បង្ហាញបងប្អូនយើងពីការទិញទេបងប្អូនយើងដឹងតែហ្នឹងចេះណាបាទអញ្ចឹងខ្ញុំក៏មកធ្វើការណែនាំប៉ុណ្្នឹងទេឥឡូវគឺខ្ញុំបានបញ្ចូលអញ្ចឹងរាល់ហើយឥឡូវខ្ញុំមកធ្វើការបង្ហាញបងប្អូនយើងជាមួយនឹងសាច់ play ចម្រៀងហ្នឹងហើយនៅក្នុងកម្មវិធី Sona នេះគឺដូចគ្នាបាទគឺវាមានបទចម្រៀង2ដូចគ្នាបាទចាំទីអ្នកគ្នាបាទវាមានបទចម្រៀងឲ្យយើង2រើសណានៅពេលបងប្អូនយើងបង្កើតមួយបទហ្នឹងមកគឺវាមាន2នៅតាណាទេអ្នកគ្នាចាំតិចនេះបងប្អូនអ្នកគ្នាបាទអញ្ចឹងបងប្អូនចូលមកចូលកន្លែងតានេះចុចលើកន្លែងរូបសលេងនេះបាទនេះចុចលើនេះមកបងប្អូននឹងចូលមកដល់តម្រងអញ្ចឹងហើយអញ្ចឹងមកដល់នេះគឺបងប្អូនគេដាក់ថា cover នេះឃើញក្នុង cover អញ្ចឹងហើយនេះគឺជាចម្រៀងរបស់ខ្ញុំបាទ2បទអត់ទេបាទតែមួយបទទេដល់នេះបាទច្រឡំ2បទមួយបទទេប៉ុន្តែវាបែងចែកជា2បែងចែកជា2ចម្រៀងបាទអញ្ចឹងយើងអាចរើសបានដូច Sono អញ្ចឹងយើងអាចរើសយកជាមួយនឹងចម្រៀងមួយណាទី1ឬក៏ទី2បើសិនបងប្អូនគិតថាល្អពីរោះយកមួយនឹងទៅអញ្ចឹងណាអាហ្នឹងគឺប៉ុណ្ណឹងអញ្ចឹងឥឡូវយើងមកធ្វើការ play បទចម្រៀងនឹងឲ្យបងប្អូនយើងស្ដាប់បន្តទៀតដើម្បីបញ្ចប់វីដេអូហ្នឹងតែម្ដងបាទឥឡូវmình play ស្ដាប់ Every corner of this place
your embrace. I wear a smile for everyone, pretending that I'm moving on. But deep inside my heart still knows the truth that no one else can hold. Every heartbeat says your name, every morning feels the same. No matter how hard I try, I still can't say goodbye. I miss you today, just like every yesterday. You walked away without a sound. Now I'm lost and breaking down. I miss you today, wish you'd never gone away. You found some អូខេអ្នកនាងអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងណាបើសិនជាចង់តាមដានយ៉ាងបន្តទៀតកុំភ្លេចធ្វើការចុចលើប៊ូតុងជីវឬ Subscribe បើកសញ្ញាកណ្ដឹងម្នាក់មួយផងបាទដើម្បីបានវីដេអូថ្មីៗបន្តទៀតអ្នកនាង